ប្រសិនបើសហរដ្ឋអាមេរិករួមដៃគ្នាជាមួយនឹងអង្គការ NATO ហើយវាយប្រហារអាវុធនុយក្លេអ៊ែរទៅលើប្រទេសរុស្ស៊ីហើយជាលទ្ធផលរុស្ស៊ីត្រូវបានបំផ្លាញទាំងស្រុងរួមទាំងមេដឹកនាំផ្ទាល់ខ្លួនគឺលោកពូទីននិងថ្នាក់ដឹកនាំយោធាទាំងមូលត្រូវបានសម្លាប់ចោលទាំងអស់តើអ្នកជឿទេថាពិភពលោកទាំងមូលក៏នឹងត្រូវរលាយទៅជាមួយគ្នាផងដែរកាលអំឡុងសង្គ្រាមត្រជាក់រុស្ស៊ីបានរស់នៅក្រោមការភ័យខ្លាចជានិច្ចថាសហរដ្ឋអាមេរិកអាចនឹងបាញ់មីស៊ីលអាវុធនុយក្លេអ៊ែរទៅលើប្រទេសរបស់ខ្លួននៅពេលណាមួយដើម្បីទប់ទល់នឹងការគំរាមកំហែងនោះរុស្ស៊ីបានបង្កើតប្រព័ន្ធសម្ងាត់មួយដែលគេស្គាល់គម្រោងនេះឈ្មោះថា Dead Hand គម្រោងនេះត្រូវបានបញ្ចប់នៅទសវត្សរ៍ឆ្នាំ1980រុស្ស៊ីបានបង្កប់បណ្ដាញឧបករណ៍ពិសេសជាច្រើននៅក្រោមដីនៃប្រទេសរបស់ខ្លួនឧបករណ៍ទាំងនេះត្រូវបានបង្កើតឡើងដើម្បីរកមើលសញ្ញានៃការវាយប្រហារអាវុធនុយក្លេអ៊ែរប្រសិនបើឧបករណ៍នៃប្រព័ន្ធនេះរកឃើញថាមានការវាយប្រហារអាវុធនុយក្លេអ៊ែរទ្រង់ទ្រាយធំវានឹងចាប់ផ្ដើមវិភាគអំពីសកម្មភាពរំជួយដីកម្រិតវិទ្យុសកម្មនិងការដាច់ទំនាក់ទំនងប្រសិនបើមិនមានការឆ្លើយតបណាមួយពីអង្គភាពយោធារុស្ស៊ីទេប្រព័ន្ធនេះនឹងបញ្ជូនសញ្ញាទៅមជ្ឈមណ្ឌលបញ្ជាការរុស្ស៊ីហើយប្រសិនបើនៅតែមិនមានការឆ្លើយតបប្រព័ន្ធ Dead Hand នឹងដំណើរការដោយស្វ័យប្រវត្តិព្រោះវាជាអ្នកគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ីបន្ទាប់មកប្រព័ន្ធនេះនឹងបញ្ជាបាញ់អាវុធនុយក្លេអ៊ែរដោយកំណត់គោលដៅទៅលើអង្គការ NATO សហរដ្ឋអាមេរិកនិងរាល់ប្រទេសទាំងអស់ដែលចាត់ទុកថាជាសត្រូវរបស់ប្រទេសរុស្ស៊ីនេះមានន័យថាទោះបីជាមេដឹកនាំរុស្ស៊ីទាំងអស់ត្រូវបានបាត់បង់ហើយគ្មាននរណាម្នាក់នៅសេសសល់ដើម្បីបញ្ជាក៏ដោយវាជាការព្រមានដ៏គួរឲ្យព្រួយបារម្ភចំពោះប្រទេសណាក៏ដោយដែលគិតចង់វាយប្រហាររុស្ស៊ីព្រោះមិនត្រឹមតែចាប់ផ្ដើមសង្គ្រាមប៉ុណ្ណោះទេតែវាអាចនឹងបញ្ចប់ពិភពលោកទាំងមូលព្រោះប្រព័ន្ធនេះនៅតែដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន